គ្រប់ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយទៀតហើយដើម្បីធ្វើការចែកម្លែកទៅកាន់បងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ Excel បាទអញ្ចឹងនៅក្នុងវីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំសូមធ្វើការលើកនៅប្រធានបទខ្លីមួយទាក់ទងជាមួយនឹងការរាប់ចំនួនសេលនៅក្នុងចន្លោះថ្ងៃបាទអញ្ចឹងនៅក្នុងឧទាហរណ៍នេះយើងចង់និយាយពាក់ព័ន្ធជាមួយនឹងការរាប់ចំនួនសេលនៅក្នុងចន្លោះថ្ងៃណាមួយឧទាហរណ៍ថាថ្ងៃចាប់ផ្ដើមរបស់ខ្ញុំថ្ងៃទី1ខែមិថុនាឆ្នាំ2026ហើយខ្ញុំចង់រាប់នៅថ្ងៃបញ្ចប់របស់ខ្ញុំគឺថ្ងៃទី15ខែមិថុនាឆ្នាំ2026អញ្ចឹងខ្ញុំចង់count ទៅលើចន្លោះថ្ងៃហ្នឹងថាតើអឺថ្ងៃណាខ្លះដែលខ្ញុំមកបំពេញការងារឬក៏មកធ្វើការបាទអញ្ចឹងរូបមន្តនេះគឺមានន័យអញ្ចឹងបើយើងចង់count តាក់ទងជាមួយនឹងចន្លោះថ្ងៃណាមួយយើងអាចប្រើរូបមន្តនេះបាទអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅទស្សនាពីរបៀបធ្វើទាំងអស់គ្នាបាទអញ្ចឹងដោយអ្វីដែលអ្នកនរគ្នាបានឃើញហើយខ្ញុំមានទិន្នន័យប៉ុណ្ណេះមានន័យថាទី1ខ្ញុំមានជា column date អញ្ចឹង date របស់ខ្ញុំចាប់ start ពីថ្ងៃទី1រហូតដល់ថ្ងៃ31ខែមករាឆ្នាំ2026បាទអញ្ចឹងមានន័យថាខ្ញុំមាន date របស់ខ្ញុំគឺពេញមួយខែប៉ុន្តែក៏វាអត់មានបង្ហាញទៅតាមថ្ងៃជាក់ស្ដែងដែរមានន័យថាវាមានថ្ងៃចន្លោះអញ្ចឹងណាបាទហើយកន្លងមួយទៀតតកតងជាមួយនឹង result អញ្ចឹង result របស់ខ្ញុំមានកន្លែងនេះគឺថ្ងៃចាប់ផ្ដើម start date អញ្ចឹង start date របស់ខ្ញុំនៅក្នុងឧទាហរណ៍នេះខ្ញុំចាប់ផ្ដើមយកចាប់ពីថ្ងៃទី3ខែមករាឆ្នាំ2026អញ្ចឹង end date អញ្ចឹង end date របស់ខ្ញុំនៅថ្ងៃទី21ខែមករាឆ្នាំ2026អញ្ចឹងខ្ញុំចង់ដឹងថានៅក្នុងចន្លោះរបស់ថ្ងៃរបស់ខ្ញុំនេះចាប់ពីថ្ងៃទី3ខែមករាឆ្នាំ2026រហូតដល់ថ្ងៃ21ហ្នឹងថាតើមានចំនួនប្រមាណថ្ងៃដែលខ្ញុំមកធ្វើការនៅក្នុងចន្លោះថ្ងៃហ្នឹងបាទអញ្ចឹងមានន័យថានេះអញ្ចឹង date នេះគឺឧបមាថា date នេះគឺជាថ្ងៃដែលខ្ញុំមកធ្វើការអញ្ចឹងថ្ងៃទី1ខ្ញុំមកធ្វើការថ្ងៃ3ខ្ញុំមកធ្វើការថ្ងៃ5ខ្ញុំមកធ្វើការថ្ងៃ7ខ្ញុំមកធ្វើការថ្ងៃ10ខ្ញុំមកធ្វើការរហូតដល់ថ្ងៃ31អញ្ចឹងទៅប៉ុន្តែនៅក្នុងចំណុចរបស់ result នេះយើងចង់ដឹងថាចាប់ពីថ្ងៃទី3មករហូតដល់ថ្ងៃទី21ថាតើខ្ញុំមកធ្វើការហ្នឹងបានប្រហែលថ្ងៃបាទអញ្ចឹងនៅក្នុងចំណុចនេះយើងអាចប្រើរូបមន្ត count បានប៉ុន្តែ count នេះយើងអត់ប្រើ count ធម្មតាទេយើងប្រើ count is មាន s បាទអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅមើលរូបមន្តទាំងអស់គ្នាបាទអញ្ចឹងជាដំបូងអ្នកគ្នាវាយពាក្យថាស្មើមកអញ្ចឹងអ្នកគ្នាប្រើរូបមន្តមួយគឺ count is អញ្ចឹង count is កន្លែងនេះគឺមាន s ព្រោះដោយសារតែយើងចងពីរលក្ខខណ្ឌបាទអញ្ចឹងយើងប្រើរូបមន្ត count is អញ្ចឹង criteria rank ទី1មានថាលក្ខខណ្ឌទី1របស់យើងអញ្ចឹងមានថា rank របស់យើងអញ្ចឹងយើងចង់ចាប់ដើមហ្នឹងយកអីមកធ្វើការរាប់លក្ខខណ្ឌរបស់យើងអញ្ចឹងដោយសារតែលក្ខខណ្ឌរបស់យើងគឺតកតងជាមួយនឹងថ្ងៃខែថ្ងៃដែលខ្ញុំចង់មកបំពេញការងារអញ្ចឹងអ្នកអាចធ្វើការ select rank ចាប់ពី date នេះចាប់ពីB5 រហូតទៅដល់B15 អញ្ចឹងមានន័យថាអានឹង criteria rank របស់យើងមានថាតកតងជាមួយនឹង date របស់យើងអញ្ចឹង date ហ្នឹងយើងចង់ធ្វើអីបាទអញ្ចឹង date យើងចង់ដឹងថាចាប់ពីថ្ងៃទី3រហូតដល់ថ្ងៃ21ហ្នឹងថាតើយើងមកធ្វើការបានប៉ុន្មានថ្ងៃអញ្ចឹងមានថាកន្លែងនេះយើងប្រើអឺគេហៅថាធ្វើការប្រៀបធៀបនៅក្នុងចន្លោះថ្ងៃហ្នឹងមានន័យថាចាប់ពីថ្ងៃទី3មករហូតដល់ក្នុងចន្លោះចាប់ពីថ្ងៃទី3រហូតដល់ថ្ងៃ21បានយើងយកប៉ុន្តែក្រៅពីហ្នឹងមានន័យថាយើងអត់ធ្វើការរាប់ទេអញ្ចឹងកន្លែងនេះបកណីចន្លោះថ្ងៃប៉ុណ្ណឹងធំជាងអញ្ចឹងអ្នកធ្វើការបើកខាម៉ាមួយមកចុចខាម៉ាមួយមកមានថាធំជាងអញ្ចឹងកាលណាធំជាងយើងធ្វើវាយ10បកវ៉ូត2ដងមកធំជាងឬស្មើអញ្ចឹងមកធំជាងឬស្មើអញ្ចឹងដោយសារយើងយកចាប់ពីថ្ងៃទី3មកអញ្ចឹងបើធំជាងថ្ងៃទី3ឬស្មើថ្ងៃទី3យើងយកអញ្ចឹងកន្លែងនេះយើងប្រើនឹងមួយទៀតមកយ៉ាសំទោអញ្ចឹងកន្លែងនឹងនេះអ្នកឲ្យប្រើសញ្ញា C លេខ7បាទអញ្ចឹងខ្ញុំចង់បង្ហាញបន្តិចកន្លែងនេះបាទអញ្ចឹងកន្លែងនេះអ្នកនរគ្នាអាចប្រើចុច C
នេះចុច C កន្លែងនេះហើយបូកលេខ7អញ្ចឹងយើងបានសញ្ញានឹងមកហើយបាទអាហ្នឹងគឺជាសញ្ញានឹងរបស់យើងអញ្ចឹងយើងចង់ប្រៀបធៀបជាមួយនឹងថ្ងៃចាប់ដើមរបស់យើងថ្ងៃទី3បាទបន្តមកទៀតអាហ្នឹងcriteria rank របស់យើងទី1អញ្ចឹងយកចូលមកដល់ criteria rank ទី2អញ្ចឹង criteria rank ទី2របស់យើងចង់បានថ្ងៃដែលគាត់មកធ្វើការក្រោមថ្ងៃទី21ខែមករាឆ្នាំ2021អញ្ចឹងមានថាចាប់ពីថ្ងៃទី3ដល់ថ្ងៃ21យើងយកតែចន្លោះថ្ងៃហ្នឹងឯងអញ្ចឹងក្រៅពីហ្នឹងយើងអត់យកទេអញ្ចឹងអាហ្នឹងវា criteria rank ទី2ឯងអញ្ចឹងយើង select date ដដែលមកអញ្ចឹងយើងធ្វើការដាក់ប្រៀបធៀបដូចមុនដែរអញ្ចឹងយើងខំមួយមកប៉ុន្តែសញ្ញាកន្លែងនេះយើងអត់ប្រើសញ្ញាធំជាងឬស្មើទេយើងប្រើសញ្ញាតូចជាងឬស្មើអញ្ចឹងអ្នកទាំងគ្នាវាយដាក់កុំដាក់ vote មួយចំនួនម្ដងមកអញ្ចឹងកន្លែងនេះអ្នកទាំងអស់គ្នាប្រើសញ្ញាតូចជាងតូចសំទោតូចជាងឬស្មើហើយប្រើសញ្ញានឹងហើយចុចមកកន្លែង end date របស់អ្នកទាំងអស់គ្នាគឺថ្ងៃ21រួចធ្វើការបិទមុខកញ្ចក់មកវិញអញ្ចឹងអ្នកទាំងអស់គ្នាធ្វើការចុច enter ទៅអូសំទោសកន្លែងនេះខ្ញុំចង់ធ្វើការ format បន្តិចបាទអញ្ចឹងមានន័យថាចាប់ពីថ្ងៃទី3រហូតដល់ថ្ងៃ21ខែមករាឆ្នាំ2026នេះខ្ញុំមកធ្វើការបាន7ថ្ងៃអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការផ្ទៀងផ្ទាត់វាបានថាតើវាចំនួន7ថ្ងៃមែនឬអត់បាទអញ្ចឹងកន្លែងនេះគឺ7អញ្ចឹងដោយសារតែរូបមន្តរឿងចាប់ពីថ្ងៃទី3រហូតដល់ថ្ងៃ21អញ្ចឹងថ្ងៃទី3អញ្ចឹងមានថាថ្ងៃទី1យកទេយក account ទេអញ្ចឹងថ្ងៃទី3ខែមករាយើងរាប់មក1អញ្ចឹងថ្ងៃទី5ខែមករាក៏វានៅក្នុងចន្លោះថ្ងៃ3ដល់ថ្ងៃ21នឹងដែរអញ្ចឹងយើងយក2ថ្ងៃ7ក៏នៅចន្លោះនឹងដែរ3ថ្ងៃ10ក៏នៅចន្លោះនឹងដែរ4ថ្ងៃ12ក៏នៅក្នុងចន្លោះនឹងដែរយកថ្ងៃ15ក៏នៅក្នុងចន្លោះនឹងដែរអញ្ចឹងថ្ងៃ21ដោយសាររូបមន្តយើងរបស់យើងមិញគឺយកស្មើចាប់ថ្ងៃ21ទៅអញ្ចឹងថ្ងៃ21របស់យើងក៏យកដែរអញ្ចឹងយើងធ្វើការខោមើលថាវាមានប៉ុន្មានបាទអញ្ចឹងយើងខោទៅឃើញថា7មានន័យថាទិន្នន័យរបស់យើងគឺស្មើគ្នាបាទអញ្ចឹងអានេះគឺជារបៀបរកសេនៅក្នុងចន្លោះថ្ងៃណាមួយបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណអ្នកទាំងអស់គ្នាដែលបានធ្វើការតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាទសូមអរគុណ